Hello សួស្តីអ្នកនាងមកជួបគ្នាជាមួយមាន KC ម្ដងទៀតប៉ុន្តែលើកនេះរឿងផ្លែអារម្មណ៍បន្តិចដោយសារតែមានបានលើកយករឿងភាគចិនខ្នាតខ្លីមួយមកសម្រាយជូនគ្នាយើងដើម្បីទស្សនាអញ្ចឹងណារឿងនេះផងដែរក៏មានចំណងជើងថា Gucci Nan Qiu Ayu អូខេកុំឲ្យខាត់ពេលវេលាគ្នាយើងច្រើនចូលទៅកាន់សាច់រឿងតែម្ដងទៅបើក្បាលសាច់រឿងភ្លាមចាគឺគេបានបង្ហាញពីតួថប់ដ៏សែនសង្ហារបស់យើងដែលគាត់មានឈ្មោះថាវិនហៃដោយវិនហៃរបស់យើងគឺគាត់បានមកឈរនៅពីមុខផ្ទះមួយដ៏សែនធំណាសាច់រឿងគេបាននិយាយថាយោងតាមតឡាការគឺគេបាននិយាយថាប្តីប្រពន្ធរបស់លោកវិនដែលត្រូវជាឪពុកម្ដាយរបស់វិនហៃរបស់យើងហ្នឹងគឺគាត់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ណាដោយបន្សល់ទុកនៅកូនប្រុសម្នាក់ដែលមានអាយុ17ឆ្នាំគឺជាវិនហៃនឹងឯងហើយលោកវិនគឺគាត់មានមិត្តភក្តិម្នាក់មិនមិត្តភក្តិណាគ្នាគឺជាបងប្រុសរបស់គាត់ដែលគាត់មានឈ្មោះថាលោកគូគឺត្រូវជាបងប្រុសរបស់គាត់ណាហើយខាងតុលាការក៏គេបានអនុញ្ញាតឲ្យកូនប្រុសរបស់លោកគូនឹងក្លាយជាអាណាព្យាបាលដ៏ស្រូចច្បាស់របស់វិនហៃរបស់យើងណាទៅឥឡូវបច្ចុប្បន្នយើងឃើញថាវិនហៃរបស់យើងមកឈរនៅពីមុខផ្ទះរបស់តកូគូនឹងឯងវិនហៃបានឈរសម្លឹងមើលទៅផ្ទះមួយនឹងរួចក៏និយាយតែម្នាក់ឯងថាតានេះគឺជាផ្ទះថ្មីរបស់ខ្ញុំមែនទេនិយាយចប់ហើយវិនហៃរបស់យើងក៏បានដើរចូលទៅខាងក្នុងដើម្បីគោះទ្វារប៉ុន្តែការគោះទ្វាររបស់គាត់ហ្នឹងគឺគោះទ្វារច្រើនដងហើយប៉ុន្តែគ្មានអ្នកមកបើកទ្វារឲ្យគាត់ទេគាត់ក៏គិតថាប្រហែលជាគ្មានមនុស្សនៅទេក៏បានដើរចេញត្រឡប់មកវិញមកអង្គុយយ៉ាងកំសត់នៅពីមុខផ្ទះរបស់គេនឹងឯងនៅពេលហ្នឹងផងដែរក៏សេះតលេចមុខរបស់អ្នកប្រុសតកករបស់យើងចេញមកហើយគឺជាគូហួយចៅនឹងឯងដោយអ្នកប្រុសគូហួយចៅហ្នឹងក៏បានដើរចូលមករួចក៏សួរទៅកាន់វិនហៃរបស់យើងនឹងថាគឺជាអ្នកណាមិនក៏នៅទីនេះនៅពេលដែលលើសំណួរមួយហ្នឹងវិនហៃក៏បានក្រោកមុខឡើងមករបៀបថាគាត់ងើយមុខឡើងមកមើលគូហួយចៅរួចក៏បាននិយាយថាខ្ញុំគឺមានឈ្មោះថាវិនហៃពេលដែលដឹងថាម្នាក់ហ្នឹងគឺជាវិនហៃហើយគូហួយចៅក៏បាននិយាយតបមកកាន់វិនហៃរបស់យើងវិញថាបាទអញ្ចឹងឯងគឺជាកូនចិញ្ចឹមដែលអត់ខិនស្លាដែលគេនិយាយថាជាកូនលួចលាក់របស់លោកវិននឹងមែនទេដែលមិនដែលបញ្ចេញមុខជាសាធារណៈនឹងឬនៅពេលដែលលើអញ្ចឹងហើយវិនហៃរបស់យើងក៏មិនបាននិយាយឆ្លងឆ្លើយជាមួយនឹងគូហួយចៅដែរប៉ុន្តែក៏បានលូកដៃចង់ទៅយកឆាតពីគេប៉ុន្តែគូហួយចៅរបស់យើងនេះគឺបោះឆាតយ៉ាងឈាមត្រជាក់តែម្ដងគឺអត់ខ្ចីឲ្យទៅកាន់វិនហៃរបស់យើងនោះទេគឺសុខចិត្តបោះឆាតនឹងចោលណារួចហើយគាត់ក៏បានដើរចេញទៅដោយមិនមាត់អ្វីទាំងអស់ដល់ពេលដែលឃើញអញ្ចឹងគឺថាកូនប្រុសរបស់យើងនេះគឺអត់ហ៊ានទៅតាមគេនោះទេលុះត្រាតែពេលហ្នឹងគឺហួយចៅគឺគាត់ដើរទៅហើយគឺគាត់ខឹងមែនទែនក៏បាននិយាយមកកាន់វិនហៃរបស់យើងទាំងមូលមកថាឯងត្រូវការឲ្យខ្ញុំអញ្ជើញឯងចូលមកខាងក្នុងផ្ទះរបស់ខ្ញុំទៀតដែរឬក៏អត់ទេដល់ពេលដែលលើអញ្ចឹងវិនហៃក៏គាត់ក្រោកដើរទៅរួចក៏គិតនៅក្នុងចិត្តថាតើនេះគឺជាបងប្រុសរបស់ខ្ញុំឬបន្ទាប់ពីក្រោកដើរទៅទាំងមីងម៉ាំងទៅតាមគេដល់មាត់ច្រកទ្វារក៏ស្រាប់តែគូហឺជើក៏គាត់បានលើកដៃហាមថាកុំឲ្យយករបស់សម្រាមនេះចូលមកក្នុងផ្ទះរបស់គាត់លើបែបហ្នឹងវិនហៃក៏ឆ្លើយតបទៅកាន់គូហឺជើថាវាមិនមែនជារបស់សម្រាមនោះទេវាគឺជាផ្ទាំងគំនូរហើយវាក៏ប្រៀបដូចជាមិត្តភក្តិរបស់ខ្ញុំដែរគូហួយចៅមើលទៅដូចថាវិនហៃនឹងដូចជាយកចិត្តទុកដាក់ជាមួយនឹងផ្ទាំងគំនូរនឹងខ្លាំងពេកគាត់ក៏បានប្រាប់ឲ្យវិនហៃរបស់យើងនឹងហុចរូបគំនូរនឹងមកឲ្យគាត់វិនហៃក៏ព្រមហុចឲ្យទៅនៅពេលដែលបានរូបគំនូរមកដល់ដៃគឺថាអ្នកប្រតិកររបស់យើងនេះមិនដឹងថាបានក៏បាត់មកពីណាទេយកមកឈប់ផ្ទាំងគំនូររបស់វិនហៃខ្ទេចខ្ទីតែម្ដងរួចបន្តមកទៀតក៏បានបោះចោលរូបគំនូរនឹងទៅលើដីព្រុសដោយគ្មានស្រណោះហ្នឹងណាវិនហៃឃើញអញ្ចឹងហើយក៏បានអោនទៅរើសរូបគំនូររបស់ខ្លួនឡើងមកឬក៏បាននិយាយខ្លាំងៗទៅកាន់គូហឺជើថានេះឯងកំពុងតែធ្វើអីហ្នឹងមិនក៏បានជាមកបំផ្លាញផ្ទាំងគំនូររបស់ខ្ញុំអញ្ចឹងឯងដឹងអត់ថារូបគំនូរហ្នឹងវាបានកំដរខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយវាប្រៀបដូចជាមិត្តភក្តិរបស់ខ្ញុំតែម្នាក់គត់អញ្ចឹងមិនក៏ឯងធ្វើបែបនេះលើអញ្ចឹងភ្លាមគឺថាអ្នកប្រតិកររបស់យើងក៏ឆ្លើយតបមកកាន់វិនហៃរបស់យើងវិញណាគូហឺជើរបស់យើងក៏បាននិយាយមកគឺថាធ្វើឲ្យវិនហៃនេះគឺថាចង់ចាប់ផ្ទះតែម្ដងណាដែលបាននិយាយថាខ្ញុំមិននឹកស្មានថាឯងគឺជាមនុស្សម្នាក់ដែលស្តៀងទៅនឹងមនុស្ស introvert បែបនេះសោះឯងនេះពិតជាចូលចិត្តធ្វើអីដែលប្លែកៗខុសពីអ្នកដទៃពិតមែនវិនហៃអត់បានខ្វល់ជាមួយនឹងពាក្យសម្ដីរបស់គូហឺជើទេក៏នៅតែនិយាយទៀតថាបើសិនជាឯងមិនពេញចិត្តខ្ញុំទេខ្ញុំត្រឡប់ទៅវិញក៏បានដែរនិយាយចប់តែប៉ុណ្្នឹងក៏បាយខ្លួនដើរចេញទៅប៉ុន្តែកូនចៅរបស់គូហឺជើនេះគឺអត់ព្រមឲ្យទៅទេក៏បានមករារាំងផ្លូវណាពេលហ្នឹងគូហឺជើក៏បានដើរចូលមករួចក៏និយាយថាពេលនេះឯងធ្វើឲ្យខ្ញុំខឹងហើយគ្រាន់តែនិយាយចប់ហើយគឺថាកូនស្រីគូហឺជើនេះក៏បានលើកដៃទះទៅកាន់កូនប្រុសរបស់យើងមួយទំហឹងធ្វើឲ្យគ្នាដួលទៅលើដីព្រុសណាអីកូនស្រីលេងដៃធ្ងន់ខ្លាំងម្ល៉េះហ្នឹងអត់មានថ្នមកូនប្រុសទេអីនេះអនាគតប្តីណាកូនវិនហៃក៏បានសួរទៅកាន់គូហឺជើនឹងទាំងខ្លួនឯងដេកដួលនឹងដីហ្នឹងណាថានេះឯងចង់យ៉ាងម៉េចជាមួយនឹងខ្ញុំគូហឺជើមើលទៅឲ្យបានឆ្លើយតបជាមួយនឹងសំណួររបស់កូនស្រីដែលបានសួរមកនោះទេបែរជានិយាយឌឺដងទៅកាន់កូនប្រុសរបស់យើងវិញថាមើលទៅឯងនៅពេលដែលធ្លាក់ខ្លួនទន់ខ្សោយបែបនេះវាធ្វើឲ្យយើងនឹកឃើញដល់ម្ដាយដែលឥតគេខ្មាស់របស់ឯងខ្លាំងណាស់កូនដែលឥតខាន់ស្លាដូចជាឯងមិនសមគួរណាមកកើតនៅជាមួយនឹងមនុស្សស្រីដែលឥតគេខ្មាស់បែបនេះសោះឯងហើយនឹងម្ដាយរបស់ឯងមើលទៅប្រហែលជាមានចរិតមិនខុសគ្នាទេមើលទៅនោះ
វឿនហើយក៏បានប្រកែកជាមួយនឹងគូហឺចើដែរថាខ្ញុំមិនមែនជាកូនឥតខាន់ស្លានោះទេខ្ញុំមានម្ដាយមានឪពុកហើយខ្ញុំក៏បានរស់នៅជាមួយនឹងពួកគាត់ទាំងពីរនាក់ផងដែរគូហឺចើនៅពេលដែលលើអញ្ចឹងគាត់ក៏បានសើចឬក៏និយាយថាមនុស្សដែលគ្មានប្រយោជន៍ដូចគាត់ហ្នឹងគឺស័ក្តិសមណាស់ហើយដែលត្រូវស្លាប់ដោយសារតែម្ដាយឥតគេខ្មាស់របស់ឯងអញ្ចឹងហើយវាជាការពិតខ្ញុំបានទទួលទ្រព្យសម្បត្តិរបស់គាត់ទាំងអស់រួមទាំងឯងផងដែរកូនប្រុសវិតហើយរបស់យើងក៏បានសួរទៅកាន់គូហឺចើនឹងថាបើអញ្ចឹងការស្លាប់របស់ឪពុកនិងម្ដាយរបស់ខ្ញុំដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះវាមិនមែនជារឿងពិតទេមែនទេគូហឺចើអត់បានឆ្លើយតបជាមួយនឹងវន់ហើយទេក៏បាននិយាយថាចាប់ពីពេលនេះតទៅឯងនឹងក្លាយជាបងប្រុសរបស់ខ្ញុំហើយចឹងហើយឯងក៏ក្លាយជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំដូចគ្នាបើសិនជាគ្មានការអនុញ្ញាតពីខ្ញុំឯងក៏គ្មានសិទ្ធិចេញពីខ្ញុំជាដាច់ខាតបងប្រុសដ៏សែនល្អនិយាយរួចក៏បានងើបឈរឡើងដែលចង់ដើរចេញទៅវន់ហើយក៏នៅទៅសួរទៅកាន់គូហឺចើនឹងថាឲ្យឆ្លើយជាមួយនឹងខ្លួននឹងណាប៉ុន្តែពេលដែលក្រោកឈរមិនទាន់បាននិយាយអីច្រើននឹងក៏បានដួលស្លាប់បាត់ទៅដល់ពេលដែលឃើញអញ្ចឹងគូហឺចើរបស់យើងក៏មិនដាច់ចិត្តមើលឃើញគេស្លាប់នឹងភ្នែកណាក៏បានប្រាប់កូនចៅឲ្យយកវន់ហើយនឹងទៅរកកន្លែងសម្រាកសិនទៅសាររឿងគេបានកាត់មកនៅក្នុងបន្ទប់មួយនៅពេលយប់ណាគឺគេបានឃើញអ្នកប្រុសគូហឺចើរបស់យើងកំពុងតែអង្គុយមើលប្រវត្តិរូបរបស់វន់ហើយរបស់យើងពេលហ្នឹងក៏ស្រាប់តែកូនចៅរបស់គាត់បានមករាយការណ៍ថាអ្នកប្រុសតូចគឺអ្នកប្រុសទី2ដូចជាចាប់អារម្មណ៍ជាមួយនឹងទៅលើគម្រោងឆ្នេរសមុទ្រនៅឯខាងលិចដល់ពេលដែលឃើញអញ្ចឹងគឺថាអ្នកប្រុសគូហឺចើរបស់យើងក៏បាននិយាយថាមើលទៅវាដូចជាចាប់ផ្ដើមចេញកន្ទុយមកម្ដងបន្តិចហើយអាចជារឹកដែរមានមហិច្ឆតាលោភលន់ចង់បានរបស់អ្នកដទៃបែបនេះហើយរឿងក៏គេបានមកបង្ហាញពីកូនប្រុសរបស់យើងបន្តិចដែរដែលឥឡូវហ្នឹងកូនប្រុសរបស់យើងកំពុងតែគេងមកមើលណាដោយការមកមើលរបស់គាត់ហ្នឹងគឺនៅតែនិយាយពាក្យថាខ្ញុំមិនមែនជាកូនមិនស្របច្បាប់ហើយក៏មិនមែនជាកូនឥតខិនស្លាទេដល់និយាយពាក្យហ្នឹងដដែលណាហើយឥឡូវគេកាត់ស៊ីននឹងធំហ្នឹងគេមកបង្ហាញពីកូនស្រីរបស់យើងនេះវិញទៀតហើយដែលកូនស្រីរបស់យើងនេះក៏ចាប់ផ្ដើមអង្គុយមើលប្រវត្តិរូបរបស់វិនហើយរបស់យើងជាបន្តទៀតបន្ទាប់ពីមើលហើយក៏ចាប់ផ្ដើមអង្គុយស្មុគស្មាញឈឺក្បាលណារួចគាត់ក៏បាននឹកឃើញទៅរូបភាពដែលគាត់បាននិយាយគ្នាជាមួយនឹងវិនហើយរបស់យើងមុនហ្នឹងណាដែលគាត់នឹកឃើញហើយគាត់ក៏បានមកនឹកឃើញពីខ្លួនគាត់វិញដោយគាត់កាលពីមុនក៏ធ្លាប់ត្រូវបានគេប៊ូលីដែរតែតាក់ទងជាមួយនឹងឪពុករបស់គាត់ដែលគេបាននិយាយសើចចំអកមកកាន់គាត់ថាគាត់គឺជាក្មេងដែលត្រូវបានឪពុកបោះបង់ចោលអញ្ចឹងទៅហ្នឹងហើយឥឡូវនេះសូមមកបង្ហាញតួថ្មីបន្តិចនេះគឺជាអ្នកប្រុសទី2នៅក្នុងគ្រួសារគូណាគឺមានឈ្មោះថាគូឡានណាដល់អ្នកប្រុសគូឡានរបស់យើងគឺមានរហស្សនាមមួយដែលគេដាក់ឲ្យគាត់ថាគឺជាព្រាននារីមុខស្រស់ណាអូយមើលទៅមុខរបស់គាត់ទៅគឺដឹងហើយថាព្រាននារីប៉ុណ្ណាដោយគូឡានរបស់យើងនេះក៏បានដើរចូលមកខាងក្នុងផ្ទះហើយនិយាយថាចេះរឿងសង្ហាខ្លាំងហ្មងអ្នកទាំងអស់គ្នាអើយអ្នកណាខ្លះលងគូឡានចេញមុខមកគូឡានក៏បានបះអើរបស់គាត់ឲ្យកូនចៅរបស់គាត់រួចហើយក៏បានយកកែវស្រាមួយផឹកយ៉ាងចេះរឿងសង្ហាដើរចេញទៅណាមើលទៅទឹកមុខក៏មិនសូវជាស្លូតប្រហែលដែរគ្នាយើងអើយហើយចង់ប្រាប់ថាចូលមកដល់នាទីនេះគឺរឿងហ្នឹងគឺស្លេះតែត្រឹមហ្នឹងហើយ